នៅពេលក្រោយសម្រាប់កូនពេលណាទៅអាចពជាកណើតបានចាសម្រាប់បងប្អូនដែលគាត់មានកម្រងផែនការច្បាស់លាស់គាត់អត់ចង់បានកូនមួយទៀតទេសំណួរនេះខ្ញុំគិតថាគឺបងប្អូនភាគច្រើនគាត់ចង់ដឹងមែនតើចាជាទូទៅបងប្អូនស្ត្រីដែលគាត់បំបើកកូនដោយទឹកដោះមួយខែកន្លះគឺគាត់អាចមកពជាកណើតបានហើយហើយសម្រាប់បងប្អូនដែលគាត់អត់មានកូនបើកដោះទេគាត់បំបើកដោះដោយទឹកដោះគោមួយខែគាត់អាចមកពជាកណើតបានហើយដល់ពេលដែលបងប្អូនយកកូនមកចាក់វ៉ាក់សាំងគ្រូពេទ្យភាគច្រើនគាត់នឹងណែនាំឬមួយក៏សួរថាហ្នឹងអ្នកអូនពជាកណើតឲ្យហើយនៅឲ្យហើយឬអត់ហើយកន្លែងខ្លះគ្រូពេទ្យគាត់អាចនឹងភ្លេចសួរប៉ុន្តែក្នុងវីដេអូនេះខ្ញុំប្រាប់អញ្ចឹងហើយអញ្ចឹងនៅពេលដែលយកកូនទៅចាក់វ៉ាក់សាំងឬមួយក៏ទៅជួបគ្រូពេទ្យឬមួយក៏អាយុកូនបានមួយខែកន្លះហើយសូមជ្រើសរើសមធ្យោបាយពជាកណើតណាមួយដែលសមស្របសម្រាប់បងប្អូនចាដើម្បីជៀសវាងនូវបញ្ហាការដែលមានកូនមិនចង់បានឬមួយក៏ការរំលូតដែលមិនមានសុវត្ថិភាពអញ្ចឹងមួយខែកន្លះទៅជួបគ្រូពេទ្យអាចជ្រើសរើសមធ្យោបាយពជាកណើតបាននៅតាមមណ្ឌលសុខភាពឬមួយក៏មន្ទីរពេទ្យជាទូទៅនៅមណ្ឌលសុខភាពមធ្យោបាយពជាកណើតគឺមានច្រើនមានថ្នាំចាក់ថ្នាំលេបកងដាក់ក្រោមស្បែកសមអនាម័យឬមួយក៏កងស្បូនចាអញ្ចឹងបងប្អូនអាចជ្រើសរើសមធ្យោបាយណាមួយសមស្របសម្រាប់បងប្អូននៅពេលដែលបងប្អូនទៅជួបមួយគ្រូពេទ្យនឹងប្រឹក្សាបន្ថែមថាមធ្យោបាយណាមានប្រសិទ្ធភាពមិនអីមិនចឹងទៅអញ្ចឹងមួយខែកន្លះសម្រាប់បងប្អូនដែលគាត់សម្រាប់កូនដោយធម្មជាតិសំទោសសម្រាប់កូនឲ្យបំបើកដោះកូនហើយមួយខែសម្រាប់បងប្អូនដែលគាត់សម្រាប់កូនឲ្យកូនបើកដោះគោចាបងប្អូនដែលមានសំណួរអាច comment សួរនៅក្នុងវីដេអូនឹងបានដើម្បីទទួលបានព័ត៌មានថ្មីៗទាក់ទងនឹងការថែទាំទាំងពួរថែទាំទារកឬមួយក៏មកជួបបែបវិញ្ញាណណាមួយជួយ Subscribe Channel YouTube របស់ខ្ញុំមកផងឬមួយក៏ជួយ Share ចែកម្លែកសម្រាប់អ្នកផ្សេងៗទៀតដើម្បីឲ្យគាត់ដឹងចាអរគុណ